ចាជាដំបូងនឹងខ្ញុំក៏សូមអរគុណដល់លោកមេភូមិនិងអភិបាលស្រុកអភិបាលឃុំនៅវត្តសណាលនៅស្រុកកលាញ់ខេត្តសៀមរាបនេះដែរនាងខ្ញុំក៏សូមអរគុណដល់គណៈកម្មការនៅវត្តដូចជាលោកបងកៀងក៏បានដល់ជាជំនួយឲ្យនាងខ្ញុំបានស្នាក់នៅក្នុងវត្តសណាលនេះខ្ញុំសូមអរគុណដល់អភិបាលស្រុកដែលបានទទួលខុសត្រូវដល់ពួកខ្ញុំមកពីខាងខេត្តរតនមានជ័យខាងខ្ទុំហើយខ្ញុំក៏សូមអរគុណដែលបានមើលថែពួកខ្ញុំបានដល់ហើយបានអំណោយបន្តមករឿយៗរហូតបានមើលថែដូចបងដូចប្អូនខ្ញុំក៏សូមអរគុណគិតជាពុកម្ដាយទី2របស់ខ្ញុំហើយអរគុណដល់សន្តិសុខគិតយាមទាំងយប់ទាំងថ្ងៃមើលថែពួកខ្ញុំសូមអរគុណហើយខ្ញុំសង្ឃឹមថាខ្ញុំត្រឡប់ទៅផ្ទះវិញថ្ងៃនេះសង្ឃឹមថាមានសន្តិភាពជារៀងរហូតចាស់កុំបាក់រត់ទេបងប្អូនទាំងអស់គ្នាក៏តជាមួយខ្ញុំទាំងអស់គ្នាក៏តឲ្យមានសេចក្តីសុខកុំបាក់រត់មកវិញទៀតខ្ញុំសូមសនំពោថាតជើងនេះកុំឲ្យមានបញ្ហាដូចជើងមុនតទៅហើយត្រឡប់មកវិញជើងនេះសូមឲ្យតហើយកុំត្រឡប់មកវិញទៀតព្រោះអីពួកខ្ញុំត្រូវការសន្តិភាពកម្ពុជាត្រូវការសន្តិភាពហើយខ្ញុំសូមអរគុណដល់បងគណៈកម្មការដែលបានមើលថែពួកខ្ញុំសូមអរគុណចាបាទបងនាងចា